តថេធម្មិកថា4យ៉ាង1ឧទ្ធានសម្បទាដល់ព្រមដោយការខ្នះខ្នែងធ្វើការងារ2អរខសម្បទាដល់ព្រមដោយភាពវៃឆ្លាតក្នុងការរក្សាទ្រព្យសម្បត្តិដែលខ្លួនរកបានមកដោយស្របច្បាប់ដោយអំពើល្អ3កល្យាណមិត្តាបានដល់ភាពវៃឆ្លាតក្នុងការរាប់អាននិងសេពគប់ជាមួយតែមិត្តល្អ4សមជីវិតាបានដល់ការចេះរស់នៅសមស្របទៅនឹងទ្រព្យដែលខ្លួនមានពោលគឺមិនត្រូវចំណាយច្រើនជាងចំណូលដែលបានមកដោយស្របច្បាប់ឧទ្ធានសម្បទាមនុស្សគ្រប់រូបត្រូវរស់នៅតាមមធ្យោបាយដែលខ្លួនមានតាក់ទងទៅនឹងរឿងឧទ្ធានសម្បទាគឺជាការខ្នះខ្នែងនិងព្យាយាមបើមិនមានការព្យាយាមទេនោះទោះបីធ្វើអ្វីក៏ដោយមកជានឹងត្រូវបរាជ័យគ្រប់ពេលវេលាមិត្តអ្នកអានជាទីស្រឡាញ់តួយ៉ាងដូចជារូបចម្លាក់នានានៅលើផ្ទាំងជញ្ជាំងនៃប្រាសាទអង្គរវត្តជាពិសេសគឺរូបចម្លាក់នៃការកូរសមុទ្រទឹកដោះមើលចោះពពកបុរសខ្មែរយើងម្នាក់សុទ្ធតែជាអ្នកប្រឹងប្រែងដ៏មាំជាការសម្ដែងឲ្យឃើញពីការព្យាយាមយ៉ាងខ្លាំងក្លាជាទីបំផុតរបស់ពួកគាត់ក្នុងការការពារនិងកសាងប្រទេសជាតិមរតកទាំងនេះកើតឡើងពីការព្យាយាមប្រឹងប្រែងដ៏អស្ចារ្យដោយមិនគិតពីក្តីទុក្ខលំបាកប៉ុណ្ណាឡើយធ្វើយ៉ាងណាដើម្បីឲ្យកូនចៅជំនាន់ក្រោយបានឃើញពីការតស៊ូពុះពៀរាល់ភាពលំបាកនៃពពកបុរសខ្មែរយើង2អរខសម្បទាទ្រព្យសម្បត្តិដែលយើងរកបានមកដោយស្របច្បាប់ព្រមទាំងដោយសេចក្តីព្យាយាមដ៏ខ្លាំងក្លាក្នុងការប្រកបការងារនោះហើយយើងត្រូវតែចាត់ចែងដោយភាពវៃឆ្លាតរបស់ខ្លួនហើយការពារកិច្ចឲ្យផុតពីអន្តរាយ5យ៉ាងគឺ1អន្តរាយកើតពីទឹក2អន្តរាយកើតពីភ្លើង3អន្តរាយកើតពីការដឹកនាំមិនប្រកបដោយទសពិធរាជធម៌4អន្តរាយកើតពីចោរ5អន្តរាយកើតពីកូនប្រុសស្រីមិនប្រកបដោយធម៌ការចេះគ្រប់គ្រងនៅទ្រព្យសម្បត្តិដែលខ្លួនរកបានមកតាមផ្លូវច្បាប់ដោយភាពវៃឆ្លាតទាំងនេះជាដើមលោកហៅថាអរខសម្បទាដល់ព្រមដោយសមត្ថភាពថែរក្សានៅទ្រព្យដែលខ្លួនរកបានតាមផ្លូវច្បាប់3កល្យាណមិត្តសម្បទាការរស់នៅក្នុងសង្គមជាមួយគ្នាតែងតែមានការរាប់អានមនុស្សនៅក្នុងសង្គមនោះហើយយើងក៏ដឹងដែរថាមនុស្សបែបណាដែលយើងត្រូវរាប់អាននិងសេពគប់ជាមួយគឺយើងគួរសេពគប់ជាមួយមិត្តល្អឲ្យបានច្រើនដូចជាមនុស្សដែលមានសទ្ធាមានសិលចេះជួយយកអាសាគ្នាក្នុងគ្រាមិត្តជួបគ្រោះអាក្រក់ចេះយោគយល់ចេះអធ្យាស្រ័យដល់គ្នានឹងគ្នាការចេះសេពគប់ជាមួយមនុស្សដែលប្រកបដោយភាពវៃឆ្លាតបែបនេះលោកហៅថាកល្យាណសម្បទាដល់ព្រមដោយភាពវៃឆ្លាតក្នុងការសេពគប់ជាមួយនឹងមិត្តល្អ4សមជីវិតាសម្បទាទ្រព្យធនទាំងឡាយដែលយើងរកបានមកនោះត្រូវចេះលៃលកបែងចែកជា4ចំណែកធំគឺចំណែកទី1យើងត្រូវចាយវាយសម្រាប់បំពេញនៅតម្រូវការប្រចាំថ្ងៃរបស់យើងដូចជាសម្រាប់ម្ហូបអាហារនិងសម្លៀកបំពាក់ថ្នាំកែរោគធ្វើបុណ្យទានផ្សេងសង្គ្រោះដល់ស្មុំយាចកឬពួកសាមណៈដែលលោកជាអ្នកសំគួរដល់ការបូជា
ចំណែកទី2យើងត្រូវសន្សំទុកបង្ការក្រែងមានគ្រោះកាចចង្រៃកើតមានមកយាយីដល់សមាជិកគ្រួសារយើងណាមួយដោយចៃដន្យនៅពីចំណែកចុងក្រោយទៀតនោះគឺត្រូវប្រើប្រាស់ក្នុងការធ្វើចំនួនជួញដូរគ្រប់ប្រភេទមានការលក់ចេញនិងការទិញចូលជាដើមការដែលយើងចេះរស់នៅទៅតាមកម្លាំងទ្រព្យរបស់ខ្លួនហើយមិនត្រូវចំណាយវាច្រើនជាងអ្វីដែលយើងរកបានមកដោយស្របច្បាប់បែបនេះលោកហៅថាសមជីវិតសម្បទាគឺចេះរស់នៅតាមធនធានដែលខ្លួនមាន